ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម17ឆ្នាំបានធ្វើដំណើរចាក់ចែងទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយកាលពីព្រឹកថ្ងៃទី8មេសានេះដើម្បីចូលរួមការប្រកួត Asian Under 17 Boy Championship ឆ្នាំ2026ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី11រហូតដល់ថ្ងៃទី24ខែមេសាឆ្នាំ2026នៅប្រទេសឥណ្ឌូនេស៊ីចំពោះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម17ឆ្នាំស្ថិតនៅក្នុងពូល C ដោយនៅរួមពូលជាមួយក្រុម U17 អូស្ត្រាលីក្រុម U17 សិង្ហបុរីនិងក្រុម U17 ប្រ៊ុយណេរីឯការប្រកួតរបស់ក្រុម U17 កម្ពុជានឹងត្រូវជួបជាមួយសិង្ហបុរីនៅថ្ងៃទី11ខែមេសាប្រកួតទី2ជួបជាមួយប្រ៊ុយណេនៅថ្ងៃទី14ខែមេសាហើយប្រកួតទី3ជួបជាមួយអូស្ត្រាលីនៅថ្ងៃទី17ខែមេសាដល់ឡែកចំពោះ2ពូលផ្សេងទៀតគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ីស្ថិតនៅក្នុងពូល A ដោយនៅរួមពូលជាមួយនឹង U17 វៀតណាម U17 ម៉ាឡេស៊ីនិង U17 ទីម៉ូខាងកើតរីឯពូល B មាន U17 ហ្វីលីពីន U17 ថៃ U17 ឡាវនិង U17 មីយ៉ាន់ម៉ាគួរបញ្ជាក់ផងដែរថារូបមន្តនៃការប្រកួតក្រោយពីបញ្ចប់ការប្រកួតវិលជុំនៃពូលទាំង3ក្រុមលេខ1នៅក្នុងពូលទាំង3នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហើយក្រុមលេខ2ល្អជាងគេចំនួន1ក្រុមក៏នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ផងដែរ